ឆ្លងជំងឺនីប៉ានៅឥណ្ឌាពេលនេះថៃកំពុងប្រុងជើងការខ្ពស់នឹងតាមដានយ៉ាងជាប់លាប់ខ្លាចជំងឺនេះរាលដាលចូលប្រទេសរបស់ខ្លួនតាមការផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃសុក្រទី23ខែមករាឆ្នាំ2026នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានប្រមានថាត្បិតប្រទេសនេះមិនទាន់រកឃើញករណីឆ្លងវីរុសនីប៉ាក៏ដោយប៉ុន្តែខ្លួនកំពុងប្រុងប្រយ័ត្នខ្ពស់នឹងតាមដានយ៉ាងជាប់លាប់លោកមុនធានខាន់ហាស្វាតអគ្គនាយក DDC និយាយថានៅក្នុងប្រទេសថៃអ្នកដំណើរដែលមានអាការៈគ្រុនក្តៅខ្លាំងឬមានរោគសញ្ញាសង្ស័យថាឆ្លងមេរោគនីប៉ានឹងត្រូវធ្វើការពិនិត្យនៅឯទីតាំងចន្ទរលេសាហើយនឹងត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាក់លាក់សូមជម្រាបថាប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរាលដាលនៃជំងឺកាចសាហាវនីប៉ាដោយករណីឆ្លងចំនួន5ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយប្រហែល100នាក់ទៀតកំពុងធ្វើចន្ទរលេសាតាមការផ្សាយរបស់ Economic Times ក្នុងចំណោមអ្នកឆ្លងទាំង5នាក់គឺមានទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកាហើយមានខ្លះកំពុងឈឺធ្ងន់ជំងឺនេះកាចសាហាវជាង COVID-19 ទៅទៀតដោយអត្រាស្លាប់របស់វាមានរហូតដល់ទៅ 75% ហើយករណីខ្លះឈានដល់ 90% ឯណោះបើយោងតាមអង្គការសុខភាពពិភពលោកនីប៉ាគឺជាជំងឺឆ្លងពីសត្វមកមនុស្សជាពិសេសសត្វជ្រូកនិងប្រចៀវវាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគនិងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរអ្នកជំងឺចាប់ផ្ដើមចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្ដាសាយដូចជាគ្រុនក្តៅឈឺក្បាលឈឺសាច់ដុំនិងអស់កម្លាំងក្នុងករណីខ្លះរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកពិបាកដកដង្ហើមឬរលាកសួតក៏អាចកើតមានផងដែរពេលធ្ងន់ធ្ងរមេរោគនីប៉ាបណ្ដាលឲ្យរលាកខួរក្បាលវង្វេងវង្វាន់បាត់ស្មារតីប្រកាច់ឬសន្លប់ទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនមានថ្នាំព្យាបាលឬវ៉ាក់សាំងបង្ការទេពោលគឺការព្យាបាលត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះ